Trump និងម៉ាឡេស៊ីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ីលោកម៉ូហាម៉េតហាហ្សាតនាថ្ងៃអង្គារទី14ខែតុលាបាននិយាយថាប្រធានាធិបតីអាមេរិកដូណាល់ត្រាំនឹងធ្វើដំណើរមកកាន់ម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថាលោកម៉ូហាម៉េតបានបន្តថាម៉ាឡេស៊ីរួមជាមួយសហរដ្ឋអាមេរិកនឹងដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើរវាងថៃនិងកម្ពុជាដែលនឹងមានតម្រូវឲ្យភាគីទាំងសងខាងបោះសម្អាតមីនហើយដកសព្វាវុធធុនធ្ងន់ទាំងអស់ចេញពីតំបន់ព្រំប្រទល់បើតាមលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីពិធីចុះកិច្ចហត្ថលេខាឬកិច្ចព្រមព្រៀងនោះនឹងត្រូវធ្វើឡើងអំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពូចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025លោកម៉ូហាម៉េតបានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូចនេះថាអំឡុងកិច្ចប្រជុំកំពូលអាស៊ានយើងសង្ឃឹមថាការចុះកិច្ចព្រមព្រៀងមួយហៅថាកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពូរវាងប្រទេសជិតខាងទាំងពីរនឹងធានានៅបទឈប់បាញ់យូរអង្វែងព្រមទាំងសន្តិភាពគួរបញ្ជាក់ថាភាពតានតឹងជុំវិញបញ្ហាព្រំដែនរវាងកម្ពុជានិងថៃបានឈានទៅដល់ការប៉ះទង្គិចប្រដាប់អាវុធដែលប្រឡាយអស់រយៈពេល5ថ្ងៃកាលពីខែកក្កដាកន្លងទៅមុនពេលមានបទឈប់បាញ់គ្នាដែលផ្ដួចផ្ដើមដោយលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានបដូវវេនរបស់អាស៊ាន